បងប្អូនជួយ share វីដេអូមួយនេះទាំងអស់គ្នាដើម្បីជាដំណឹងល្អសម្រាប់ប្រជាពលរដ្ឋយើងបងប្អូននៅក្នុងរយៈពេលប្រហែលម៉ោងនេះសារព័ត៌មានផ្លូវការដែលចេញមកពីសតវិមាន page គេហៅថា The White House គេបានបញ្ចេញសារព័ត៌មានថាលោកប្រធានាធិបតី Donald Trump បានជួបសំណេះសំណាលជាមួយនឹងប្រទេសកម្ពុជានិងប្រទេសថៃនៅក្នុងសារនេះបានបញ្ជាក់ឲ្យច្បាស់ថាប្រទេសទាំងពីរកម្ពុជានិងថៃគឺបានយល់ព្រមគោរពនៅការព្រមព្រៀងឈប់បាញ់ដែលរាប់បញ្ចូលពីល្ងាចនេះនៅក្នុងប្រទេសកម្ពុជានេះគឺជាព័ត៌មានដែលល្អបំផុតសម្រាប់ប្រជាជនកម្ពុជាយើងហើយខ្ញុំក៏សូមអរគុណលោកប្រធានាធិបតី Donald Trump ហើយក៏សូមអរគុណដល់លោកប្រធានាធិបតីម៉ាឡេស៊ីដែលបានជួយអន្តរាគមន៍សម្រាប់ប្រទេសទាំងពីរនៅក្នុងអត្ថបទខាងក្រោមដែលខ្ញុំសូមបកចែករំលែកសម្រាប់បងប្អូនទាំងអស់គ្នាគឺបាននិយាយថាប្រទេសថៃទទួលស្គាល់ថាគ្រោះថ្នាក់ដែលទាហានថៃបានជួបដោយជាយថាហេតុដូចជាមានការជន់គ្រាប់បែកធ្វើឲ្យពួកគេមានការដាច់ជើងឬមួយក៏ស្លាប់ជីវិតនោះគឺជារឿងគ្រោះថ្នាក់ដោយអចេតនាមិនមែនមានអ្នកណាមួយប៉ុនប៉ងបង្ករឿងឲ្យមានរឿងនេះកើតឡើងនោះឡើយក៏ប៉ុន្តែចម្លើយប្រទេសថៃបានធ្វើការវាយប្រហារមកលើប្រទេសកម្ពុជាដោយសាហាវយងខ្នងហើយធ្វើឲ្យមានការប៉ះទង្គិចទៅដល់ប្រជាជនស្លូតត្រង់ហើយបានបំផ្លាញទ្រព្យសម្បត្តិរបស់ជនស្លូតត្រង់ទាំងយ៉ាងដំណំជាការគោរពប្រទេសទាំងពីរបានយល់ព្រមជាមួយនឹងលោកប្រធានាធិបតី Donald Trump ថាប្រទេសទាំងពីរនឹងបន្តការដោះដូរជាមួយនឹងប្រទេសជាមួយនឹងសហរដ្ឋអាមេរិកហើយក៏បន្តធ្វើការជាមួយនឹងលោកប្រធានាធិបតី Donald Trump ដែរនេះគឺជាព័ត៌មានល្អរបស់ពួកយើងទាំងអស់គ្នាដែលយើងបានរងចាំក្នុងរយៈពេល 5-6 ថ្ងៃនេះបងប្អូនចាអញ្ចឹងសូមបងប្អូនទាំងអស់គ្នាជួយ share ហើយបើសិនជាមានអ្វីដូចថាបន្តទៀតខ្ញុំនឹងព្យាយាមបកប្រែចែករំលែកបងប្អូនទាំងអស់គ្នាដើម្បីឲ្យបងប្អូនទាំងអស់គ្នាបានដឹងបានយល់ហើយក៏បានសប្បាយចិត្តទាំងអស់គ្នាចាសូមអរគុណ